អនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែកទទួលបច្ច័យតេយ្យទានពីព្រះសង្ឃវត្តទាំង52ក្នុងស្រុកនាសប្តាហ៍កន្លងទៅនេះនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែកលោកស៊ូម៉ុលប្រធានកិត្តិយសអនុសាខាស្រុកលោកស្វ័យសុភាពប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការីបានទទួលបច្ច័យតេយ្យទានពីព្រះធម្មកិច្ចមុនីរស់ឌីព្រះបាឡាត់គម្ពីរធម្មសត្ថាបាឡាត់គុណខេត្តស្វាយរៀងជាព្រះគ្រូបរិត្តវិទូអនុគណៈស្រុករមាសហែកនិងជាព្រះគ្រូចៅអធិការវត្តចន្ទ្រីរួមទាំងព្រះមន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការគណៈកម្មការវត្តទាំង52វត្តប្រគល់ជូនដល់អនុសាខាស្រុកសម្រាប់ទុកដោះស្រាយឆ្លើយតបដល់គ្រួសារដែលរងគ្រោះនិងងាយរងគ្រោះនាឱកាសនោះព្រះធម្មកិច្ចមុនីរស់ឌីបានមានសង្ឃដីកាថាដែលបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងអនុសាខាស្រុកជាពិសេសកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរឌីហ៊ុនសែនជាប្រធានបានធ្វើឲ្យព្រះអង្គព្រះសង្ឃគ្រប់ព្រះអង្គសពព្រះតីចូលរួមចំណែកជាមួយនឹងសកម្មភាពមនុស្សធម៌នេះសម្ដៅជួយសម្រាលនៅការលំបាករបស់ប្រជាពលរដ្ឋរបស់យើងដែលងាយរងគ្រោះនិងរងគ្រោះដោយប្រការផ្សេងៗជាការឆ្លើយតបលោកស៊ូម៉ុលបានមានប្រសាសន៍ថ្លែងអំណរព្រះគុណអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គដែលតែងតែបានបរិច្ចាគតេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាននោះឡើយដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនៅការលំបាករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើមលោកស៊ូម៉ុលបានបន្តទៀតថាក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នៅតេយ្យទានទាំងអស់នេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទឲ្យស្របតាមទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គដែលជាម្ចាស់តេយ្យទានអំណោយដែលទទួលបានរួមមានអង្ករ2200គីឡូក្រាមកន្ទេលបត់31បាឡុងធំ30គ្រឿងភួយ33ទឹកបរិសុទ្ធ8កេសមុង32មី20កេសចាន់ដែក41ភេសជ្ជៈ7កេសកូនឆ្នាំង54ទឹកស៊ីអ៊ីវ12យួរបំពង់ទឹកក្តៅ44ស្ករស 15.5 គីឡូក្រាមចាន់ស្រាក់46ប៊ីចេង6គីឡូក្រាមកំសៀវទឹក42អំបិល9គីឡូក្រាមឆ្នាំងខ្ទះ35ខ្នើយ39ជ្រុញ32បំពង់ស្លាបព្រា13ស៊ុតទឹក10ឆ្នាំងបាយ15កន្ថោ9បច្ច័យចំនួន1លានរៀលព្រមទាំង